ហ្នឹងហើយយើងចេះនៅស្ងៀមមិនចេះលួងកូនចេះចៅចេះប្រឹងហាត់ទៅឲ្យវាបានទៅមុខទៀតណាជួយថែរក្សាគ្នាចៅឯងក៏ប្រឹងយាយក៏ប្រឹងចឹងទៅចាពួកខ្ញុំនៅតែព្យាយាមពេលដែលមកដល់យើងកើតែងតែក្រើនរំលឹកគាត់ចាថាធ្វើម៉េចកូនឯងកុំភ្លេចពីសញ្ញាពីអត្តសញ្ញាណរបស់យើងជាផ្នែករបាំបុរាណវប្បធម៌យើងត្រូវរក្សាជោគជ័យអើយបងខ្ញុំដោយសារតែក្តីស្រឡាញ់ហើយចង់បន្តក៏ចង់ក៏ដូចជាចង់ថែរក្សានៅវប្បធម៌មួយនេះឲ្យបានគង់វង្សដោយសារវប្បធម៌នេះល្អពិតជាល្អហើយទៅអត់មានអីថាពិតថាស្រឡាញ់ចង់បន្តចង់ថែរក្សាហើយតែបានមហាមានដល់សប្តាហ៍នេះ